trên được trong videoនេះគឺខ្ញុំនឹងធ្វើការណែនាំអំពីរបៀបនៃការ save ឯកសារនិងការទុកដាក់ឯកសារឲ្យបានត្រឹមត្រូវបាទជាដំបូងខ្ញុំសូមធ្វើការបើកនៅកម្មវិធី Excel ដើម្បីលើកយកមកធ្វើការបញ្ចូលអញ្ចឹងឧទាហរណ៍ខ្ញុំធ្វើការបង្កើតនៅ file Excel មួយខ្ញុំមិនបាច់សរសេរទេខ្ញុំ save យកតែម្ដងបាទអញ្ចឹងនៅពេលយើងចុចពាក្យ save ជា default គ្រប់កម្មវិធីទាំងអស់បាទគ្រប់កម្មវិធីទាំងអស់គឺវានឹងបង្ហាញព័ត៌មានបែប default ទាំងអស់នេះមកដែលយើងធ្លាប់បានធ្វើការបើកក៏ប្រើប្រាស់ save ពីមុនមកអញ្ចឹងជា recommend គឺអ្នកនរគ្នាចូលមកកាន់ save ចុចមកយកពាក្យថា browse បាទ browse នេះពេលដែលអ្នកចុចវានឹងធ្វើការបើកទៅរកទីតាំងបាទនៅលើកុំព្យូទ័រយើងឲ្យអ្នកនរគ្នាបានជ្រើសរើសបាទអញ្ចឹងនៅក្នុងនេះអ្នកនរគ្នាអាចរើសយកទីតាំងណាមួយដែលមានសុវត្ថិភាពនិងមានភាពងាយស្រួលក្នុងការប្រើប្រាស់ដើម្បីធ្វើការស្វែងរកឯកសារមកប្រើនៅពេលក្រោយបានលឿននិងងាយស្រួលអញ្ចឹងខ្ញុំសូមបញ្យល់បន្តិចនៅក្នុងនេះគឺជាកម្មវិធី storage cloud របស់ខ្ញុំដែលខ្ញុំមានប្រើខ្ញុំអាចដាក់លើចូល cloud ដើម្បីងាយស្រួល backup បាទអ្នកនរគ្នាអាចនឹងមិនមានទេបាទវាខុសគ្នាទៅតាម user របស់យើងអ្នកប្រើប្រាស់អញ្ចឹងនេះគឺជាកម្មវិធី default លើ desktop នេះជាទូទៅពេលអ្នក SEO ចូលលើ desktop វានឹងបង្ហាញនៅលើនេះអញ្ចឹងបើសិនជាឯកសារអ្នកច្រើនវានឹងធ្វើឲ្យមានភាពញ៉ាំញ៉ៃក៏ messy ក្នុងការប្រើប្រាស់អញ្ចឹងជា recommend គឺកុំ share លើ desktop អញ្ចឹងវាដាក់តែ shortcut ឬក៏កម្មវិធីតែប៉ុណ្ណោះនៅក្នុង download នេះជាទូទៅគេមិនដែលសារទុកឯកសារក្នុងនឹងទេគឺវាcònជា file បដោះអាសន្នដែលយើងត្រូវ download ចេញពីអ៊ីនធឺណិតអញ្ចឹងឯកសារណាដែលយើងចាំបាច់គឺមិនត្រូវដាក់ចូលក្នុង download ទេបាទ document picture music video នេះជាទូទៅគឺគេមិនដែលrecommend ឲ្យ share ចូលក្នុងទេអញ្ចឹងចាត់ទុកថា Excel box នេះគឺជា file មួយដែលចាំបាច់សំខាន់ខ្លាំងសម្រាប់ខ្ញុំអញ្ចឹងខ្ញុំទៅតែចូលមកកាន់ disk PC បាទខ្ញុំសូមបញ្ជាក់ជាទូទៅកុំព្យូទ័ររបស់លោកនេះគឺមាន2 drive ឬក៏2 local ទី1នេះគេខ្ញុំដាក់ថា disk 1 disk 0 system C នេះគឺខ្ញុំធ្វើការកែប្រែឈ្មោះទៅតាមចំណាប់របស់ខ្ញុំទេអញ្ចឹងបើកុំព្យូទ័ររបស់លោកនេះអាចគេប្រើពាក្យថា drive C នេះគឺសម្រាប់ធ្វើការផ្ទុកនៅកម្មវិធីរបស់កុំព្យូទ័រទាំងមូលអញ្ចឹងគេមិនដែល recommend ឲ្យយើងធ្វើការ save នៅក្នុង drive C នេះទេdrive E កុំព្យូទ័ររបស់លោកអ្នកអាចជា drive D អញ្ចឹងដោយសារខ្ញុំបានធ្វើការ rename ឈ្មោះទៅជា disk 1 drive E អញ្ចឹងបើកុំព្យូទ័ររបស់លោកអ្នកអាចមានជា drive D ឬក៏ local D អញ្ចឹងចិត្តទៅតាមជា drive ទី2បាទ drive ទី2នេះគឺជា drive មួយដែលមានសុវត្ថិភាពខ្លាំងអញ្ចឹងយើងត្រូវតែ save ចូលក្នុង drive E មួយនេះបាទអញ្ចឹងខ្ញុំសូមបញ្យល់បន្តិចទៀតថា drive មួយទី2នេះ drive E នេះឬក៏ drive D មួយនេះដល់ពេលដែលកុំព្យូទ័ររបស់លោកអ្នកខូចគឺយើងអាចរក្សានៅ file បានយើងអាចដោះយក hard disk copy ចេញពី drive D មួយនេះបានមួយទៀតនៅពេលដែលកុំព្យូទ័រអ្នកធ្វើការមានបញ្ហាខូចទៅលើកម្មវិធី Windows អញ្ចឹងយើងអាចធ្វើការ set up Windows ឡើងវិញជាថ្មីដោយរក្សាទុកនៅឯកសារទាំងមូលនៅក្នុង drive D ឬក៏ drive E មួយនេះបានបាទអញ្ចឹងខ្ញុំសូមធ្វើការបើក Excel ចុចបើកវាអញ្ចឹងលោកអ្នកអាចបង្កើត folder ទៅតាមជាក់ស្ដែងរបស់លោកអ្នកអញ្ចឹងខ្ញុំដាក់ថា my cell ចុះបាទដាក់ថា my cell អញ្ចឹងខ្ញុំធ្វើការ save នៅច្រកជើងបុកមាត់ធម្មតាអញ្ចឹងអត្ថប្រយោជន៍នៃការ save ឯកសារឲ្យមានភាពងាយស្រួលយើង save ឯកសារដើម្បីងាយស្រួលធ្វើការស្វែងរកយកមកប្រើប្រាស់ឡើងវិញជាថ្មីនៅពេលក្រោយអញ្ចឹងនេះអ្នកនរនេះគាត់ចូលមកកាន់ disk PC ចូល disk drive E ក៏ drive D អញ្ចឹងលោកអ្នកឃើញនេះគឺជាfolder មុនហ្នឹងដែលយើងអត់ធ្វើការបង្កើតអញ្ចឹងវាមានភាពងាយស្រួលមែនទេបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងការរក្សាទុកឯកសារ